ទី1បាទគុណនៃទស្សនាគូពិសេសទី1ទឹកទី1បាទបង្គោលក្រហមរឹកស្វាដៃបង្គោលខៀវជាចម្រុងបាទគាត់ស្រាស្វាគមន៍ពីចម្រុងបាទលោកទេសជើងឆ្វេងវិញរបស់ស្វាដៃបាទការប្រកួតនេះគឺ5ទឹកបាទគាត់ក្រៅពីស្វាដៃបង្ហាញសមត្ថភាពបាទសម្រាប់កីឡាករទាំងពីរមិនថ្មីបាទមិនមែនជារឿងមួយដែលបបានៅក្នុងការបង្ហាញសមត្ថភាពទេព្រោះកីឡាករទាំងពីរនេះគឺមានបទពិសោធន៍ល្អប្រហាក់ប្រហែលគ្នាកន្លងមកជាមួយនឹងការប្រកួតនៅលើសង្វៀនគុណខ្មែរបាទលោកកណ្ដាប់ដៃស្ដាំរបស់ស្វាដៃទាត់ស្ដាំពីជាចម្រុងបង្គោលខៀវទាត់សងវិញរបស់ស្វាដៃទាត់ក្រោមរបស់ចម្រុងបាទនេះមួយពីរដូចគ្នាទាត់ស្ដាំរបស់ជាចម្រុងណាបងបូលីនៅក្បែរខ្ញុំស្រាប់ណាស់អ្នកដែលឈ្នះគាត់ទៅផ្ដល់ឱកាសឲ្យប្រកួតអន្តរជាតិហើយថាបើតម្លាក់មកវិញគីឡូ46បាទយ៉ាងបងប្អូនទាំងពីរនៅលើសង្វៀនប្រហែលជាលឿនណាបាទគិតខំទាំងអស់គ្នាគាត់ជើងក្រោមពីចម្រុងលុកធាក់ដូចគ្នាបាទស្គាល់ពីសមត្ថភាពរៀនខ្លួនចឹងអត់មានប្រហែលដូចគ្នារៀនបច្ចាក់ដូចគ្នាទាត់ស្ដាំរបស់ចម្រុងបាទចម្រុងនេះក៏ជាបច្ចាក់ពេលដៃដែរទ្រពឆ្លងកាត់ការប្រកួតទៅមកវិញកន្លងដាក់ជាតិបាទលើទស្សនការប្រកួតបន្តទៀតលោកធាក់ក្រោមចាប់ជើងជាប់ទាត់ស្ដាំទៅមួយទៀតរបស់ចម្រុងបង្គោលខៀវទាត់ឆ្វេងរបស់ស្វាដៃម្នាក់ទាត់ម្នាក់ធាក់ឆ្វេងពីស្វាដៃបង្គោលរហលុកទាត់ក្រោមពីជាចម្រុងធាក់ឆ្វេងទាត់សងឆ្វេងរបស់ស្វាដៃណែជើងចេញច្រើនដូចគ្នាណាទឹកទី1នេះលោកធាក់ស្ដាំរបស់ជាចម្រុងធាក់ស្ដាំទៅវិញរបស់ស្វាដៃនេះលោកគ្រូជារិទ្ធក៏មកដែរបានជួបចំណែកពីល្ងាចមិញបាទលោកធាក់ស្ដាំរបស់ចម្រុងទាត់ស្ដាំពីចម្រុងទាត់ឆ្វេងរបស់ស្វាដៃទាត់សងវិញដូចគ្នាដៃឆ្វេងរបស់ស្វាដៃទាត់ស្ដាំពីចម្រុងបាទមកលេងសង្វៀនទូរទស្សន៍ជាតិកម្ពុជាគឺតែទទួលបានឱកាសជាបន្តចាក់ស្ដែងដូចកីឡាករទាំងពីរអញ្ចឹងបាទមករៀបអាជីឲ្យថាប្រឹងប្រែងយ៉ាងអស់ទទួលបានឱកាសប្រកួតបាទធំៗក្នុងប្រកួតអន្តរជាតិបាទសំខាន់គឺមកម្ដងត្រូវតែបង្ហាញឲ្យកាត់តែគេថាជូនចិត្តម្ដងបាទវិលឆ្វេងរបស់ស្វាដៃចាប់ទាត់ស្ដាំពីស្វាដៃចាប់ទឹកទី1